អង្គុយគិតក្នុងបន្ទប់ងងឹតទឹកភ្នែកហូរដោយមិនដឹងខ្លួននឹកឃើញរឿងដែលគេធ្លាប់លួងលោមថាស្រឡាញ់ខ្លាំងណាស់មិនព្រមចាកចេញឆ្ងាយតែចុងក្រោយអ្វីគ្រាន់តែជាការសំដែងបន្សល់ទុកត្រឹមស្នាមរបួសដែលគ្មានថ្ងៃរលប់កន្លងធ្លាប់ជឿគេទាំងងងឹតងងល់ស្មោះត្រង់ឲ្យគេទាំងមិនគិតប្រយោជន៍តែលទ្ធផលគឺការក្បត់ដែលគេសងមកវិញឈឺចុកចាប់គ្រប់គ្រាព្រួនតែពាក្យកុហកភូតផលតើជីវិតខ្ញុំត្រូវជួបតែរឿងបែបនេះដល់ណាគេបោកដល់ចាស់ឈឺដល់ឆ្អឹងក្នុងខ្លួនបេះដូងមួយនេះវាហាំងដូចជាទ្រាំលែងបានត្រូវគេក្បត់ត្រូវគេបោកស្ទើរគ្រប់ពេលវេលាសំណួរចោទឡើងថាតើស្នេហាបែបនេះត្រូវជួបដល់ពេលណាហើយដល់អ្វីក៏អូសំណាងស្នេហាមិនដែលមេត្តាឲ្យខ្ញុំជួបតែមនុស្សដែលគេបោកប្រាស់ចង់រើខ្លួនចេញពីវាលើវត្តដ៏ឈឺចាប់នេះតែបេះដូងវានៅតែរងចាំគេដាដែលកែវភ្នែកដែលធ្លាប់ស្រឡាញ់ពេលនេះប្រែជាស្រអាប់សង្ឃឹមថាថ្ងៃណាមួយនឹងរកឃើញភាពស្មោះត្រង់ទោះបីជាថ្ងៃនេះខ្ញុំត្រូវដេកយំម្នាក់ឯងក៏ដោយគេបោកដល់ចាស់តើពេលណាទៅឈប់ឈឺតើពេលណាទៅគេឈប់បោកប្រាំងបេះដូងនេះហត់នឿយណាស់ហត់នឿយ